បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជារបៀប download កម្មវិធី screenshot automatic ដែលអាចឲ្យបងប្អូនបង្ហាញឬក៏ពន្យល់ដៃគូតាមរយៈ screen បាទអញ្ចឹងជាបឋមបងប្អូនវាយ www.screencastautomatic.com ហើយបងប្អូនคลิกទៅលើពាក្យថា download បូកជាមួយនឹង install បន្តមកទៀតបងប្អូនចុចទៅលើពាក្យថា download now អូខេអញ្ចឹងបងប្អូនចុចទៅលើពាក្យថា download now អូខេអញ្ចឹងកម្មវិធី screen shot automatic នេះគឺកំពុងតែ download អញ្ចឹងបងប្អូនធ្វើការរងចាំបាទចឹងនេះយើងបាន download file ដើម្បី install បន្តមកទៀតគឺយើងចុចទៅលើពាក្យថា install បាទចុចទៅលើ file ហ្នឹងបាទឬមកក៏យើងចុចនៅកន្លែងនេះយើងចូល show in folderអូខេឬមួយក៏បងប្អូនចូលទៅកាន់កន្លែង file ហើយរកពាក្យថា download អូខេនេះយើងឃើញ screencast automatic នេះវានៅកន្លែងនេះបាទអញ្ចឹងបងប្អូនចុចទៅលើពាក្យថាចុចលើវាពីរដងតើបងប្អូនចុចតែ click ថា yes ហើយអូខេហើយយកវាថា next បាទហើយបងប្អូនចុចពាក្យថា install អូខេអញ្ចឹងនេះគឺជារបៀប download ហើយបងប្អូនអាចប្រើប្រាស់កម្មវិធីនឹងបានអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនានៅវីដេអូមួយនេះបាទហើយរបៀបក្នុងការស្វែងរកកម្មវិធីនេះបងប្អូនអាចចូលទៅកន្លែង search បាទហើយវាយពាក្យថា screencast automatic នេះបងប្អូនឃើញកម្មវិធីហ្នឹងហើយ